បាទគ្រប់ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់សម្រាប់រឿងជួម៉ុងហើយថ្ងៃនេះផងដែរខ្ញុំបាននឹងសម្រាប់តរឿង The Wonderful ភាគទី6កុំឲ្យខាត់ពេលយូរយើងចូលទៅទស្សនាសាច់រឿងនឹងទាំងអស់គ្នាកយ៉ុងហ៊ុនគាត់បានដើរចេញមកក្រៅនិយាយទូរស័ព្ទជាមួយនឹងម្ដាយរបស់គាត់ហើយគាត់ក៏បានឃើញក្រុមមនុស្សរបស់លោកតា Havando កំពុងតែចាប់ខ្លួន Chenny ផងដែរហើយរឿងដែលកាន់តែសំខាន់នោះគឺគាត់ឃើញវត្តមានរបស់អ៊ុនចុងក៏កំពុងតែឈរជាមួយនឹងពួកគេផងដែរប៉ុន្តែកយ៉ុងហ៊ុនគាត់អត់ហ៊ានចូលទៅជួយ Chenny នោះទេដោយសារតែគាត់បានដឹងថាក្រុមមនុស្សទាំងនោះសុទ្ធតែមានសមត្ថភាពពិសេសបើសិនជាគាត់ចូលទៅដូចជាចូលទៅស្លាប់អញ្ចឹងហើយសាច់រឿងក៏បានកាត់មកកន្លែងព្រះវិហារវិញដែលនៅពេលហ្នឹងផាលហូគាត់បានធ្វើឲ្យក្មេងប្រុសពិការជើងម្នាក់អាចដើរបានតាមពិតទៅផាលហូគាត់អត់បានព្យាបាលក្មេងប្រុសម្នាក់នឹងទេគាត់គ្រាន់តែប្រើកម្លាំងរបស់គាត់ជួយទប់ក្មេងនឹងតែប៉ុណ្ណោះហើយការសម្ដែងរបស់គាត់នៅកន្លែងហ្នឹងបានធ្វើឲ្យក្រុមមនុស្សជឿស្លងខ្លាំងមែនទែនថាគាត់ពិតជាមានសមត្ថភាពអស្ចារ្យដែលព្រះប្រទានឲ្យពិតមែនអញ្ចឹងហើយក្រុមមនុស្សដែលបានជឿស្លងពួកគេបានឧបត្ថម្ភជាថវិកាដើម្បីជួយទៅកាន់ព្រះវិហារបន្ទាប់មកជនម៉ូដែលបានទៅស៊ើបការនៅកន្លែងហ្នឹងគាត់ក៏ទេមកប្រាប់លោកយាយឆេនីអំពីរឿងដែលគាត់បានឃើញជនម៉ូក៏និយាយថាមូលហេតុដែលពួកគេធ្វើអញ្ចឹងគឺដើម្បីប្រមូលយកប្រាក់ទៅធ្វើការពិសោធន៍ម្ដងទៀតក្រោយពេលដែលបានដឹងរឿងទាំងអស់ហ្នឹងហើយក៏ធ្វើឲ្យលោកយាយរបស់ឆេនីមានការសង្ស័យទៅលើលោកតាសុនយូអាចថាលោកតាសុនយូគឺជាអ្នកនៅពីក្រោយរឿងទាំងអស់ហ្នឹងហើយសាច់រឿងក៏បានកាត់មកកន្លែងជូរ៉ានវិញគឺនាងចង់ដើរចេញពីបន្ទប់ទៅខាងក្រៅប៉ុន្តែក៏ត្រូវបានអ្នកយាមនៅខាងក្រៅបានប្រាប់នាងថាលោកតា Havando មិនអនុញ្ញាតឲ្យពួកគេចេញទៅខាងក្រៅនោះទេមិនត្រឹមតែប៉ុណ្្នឹងទេលោកតា Havando ក៏បានឲ្យគេយាមកាមតឹងតែងខ្លាំងមែនទែនហើយអ្នកដែលយាមកាមនៅកន្លែងហ្នឹងគឺសុទ្ធតែមានកាន់កាភ្លើងគ្រប់ដៃតែម្ដងហើយកន្លែងហ្នឹងក៏ធ្វើឲ្យជូរ៉ានចាប់ផ្ដើមឆ្ងល់តើមានរឿងអីកើតឡើងហេតុអីបានជាលោកតា Havando គាត់ធ្វើអញ្ចឹងស្របពេលហ្នឹងផងដែរជូរ៉ានក៏បានឃើញពួកគេនាំមនុស្សម្នាក់ចូលមកហ្នឹងហើយមនុស្សម្នាក់ហ្នឹងគឺជា Chenny តួឯកស្រីរបស់យើងហ្នឹងហើយគ្រាន់តែចូលមកដល់កន្លែងហ្នឹងភ្លាមលោកតា Havando ក៏ចាប់ផ្ដើមធ្វើការពិសោធន៍ទៅលើ Chenny តែម្ដងដោយគាត់បានយកកបិតទៅវះដៃរបស់ Chenny គ្រាន់តែវះហើយភ្លាមមុខរបួសនៅលើដៃរបស់នាងក៏ចាប់ផ្ដើមជាសះស្បើយឡើងវិញដែលសបញ្ជាក់ឲ្យឃើញថា Chenny ពិតជាមានជីវិតអមតៈពិតមែនមិនទាន់តែបានធ្វើការពិសោធន៍បន្តទៀតផងស្រាប់តែ Chenny នាងភ្ញាក់ដឹងខ្លួនមកវិញ Chenny នាងក៏និយាយថាតើកន្លែងហ្នឹងគឺជាកន្លែងណាហើយពួកគេយកនាងមកកន្លែងហ្នឹងធ្វើអីអញ្ចឹងហើយលោកតា Havando ក៏បានប្រាប់កូនចៅរបស់គាត់ឲ្យចាប់ Chenny ចងឲ្យជាប់ហើយធ្វើការពិសោធន៍បន្តទៀតលោកតា Havando ក៏និយាយទៅកាន់ Chenny ទៀតថាបេះដូងដែលកំពុងតែនៅក្នុងខ្លួនរបស់ Chenny មិនមែនជារបស់ Chenny នោះទេគាត់ត្រូវតែវះកាត់យកវាត្រឡប់មកវិញនៅពេលហ្នឹង Chenny នាងក៏បានលូកដៃចូលទៅក្នុងកប៉ាល់អាវរបស់នាងស្រាប់តែនាងប្រទះឃើញកាហ្វេនៅក្នុងកប៉ាល់អាវរបស់នាងមិនដឹងថាពីណាគេយកមកទុកនៅក្នុងកប៉ាល់អាវរបស់នាងតាំងពីពេលណាមកទេចាំកាលទៀតនាងក៏បានហែកកាហ្វេនឹងហើយបឺតគ្រូកយកតែម្ដងតាមពិតទៅលោកតា Havando ក៏បានដឹងដែរពេលដែលនាងផឹកកាហ្វេហើយគឺនាងអាច teleport បានហើយចោះតើលោកតា Havando គាត់មិនមានប្រតិកម្មអីអញ្ចឹងគឺដោយសារតែអ៊ុនចុងបានប្រាប់គាត់ថានៅពេលដែល Chenny teleport ទៅហើយ Chenny នឹង teleport ត្រឡប់មកវិញគ្រាន់តែថាកន្លែងដែលនាងត្រូវ teleport ត្រឡប់មកវិញអាចខុសគ្នាតិចតួចពីកន្លែងដើមបន្ទាប់ពី Chenny បានបឺតកាហ្វេនឹងហើយនាងក៏ teleport ចេញពីកន្លែងនឹងបាត់ទៅសាច់រឿងក៏កាត់មកកន្លែងតួឯកប្រុសយើងវិញគាត់កំពុងតែអង្គុយមើលឯកសារដែលគាត់ទទួលបានពីលោកតា Havando វាគឺជាឯកសារប្រវត្តិរូបរបស់គាត់ថាតើគាត់មកពីណាហើយប៉ាម៉ាក់របស់គាត់នឹងគឺជាពីណាគេហើយតាំងពីអូនចុងគាត់បានធំនឹងក្តីមកគឺគាត់ធំនឹងក្តីនៅក្នុងមន្ទីរពិសោធន៍ដោយគាត់មិនបានចាំថាប៉ាម៉ាក់របស់គាត់គឺជាពីណាគេហើយគាត់មកពីកន្លែងណានោះទេហើយចោះហេតុអីបានជាតួឯកប្រុសរបស់យើងគាត់ដាច់ចិត្តម្លេះបានជាយក Chenny ទៅដូរយកឯកសារមួយនឹងសាច់រឿងក៏កាត់មកក្រោយវិញបន្តិចដែលលោកតា Havando បានមកជួបជាមួយអូនចុងលោកតា Havando ក៏និយាយថាអូនចុងក៏បានរងផលប៉ះពាល់ពីការពិសោធន៍ដែរដែលមានន័យថាជីវិតរបស់គាត់រស់មិនបានយូរទៀតនោះទេអញ្ចឹងហើយលោកតា Havando ក៏បានប្រាប់ឲ្យអូនចុងនឹងបកគលក្មេងជីវិតអមតៈឲ្យមកគាត់មកនៅពេលណាដែលគាត់ធ្វើការពិសោធន៍បានសម្រេចហើយគាត់នឹងជួយអ្នកដែលរងផលប៉ះពាល់ជាមួយនឹងការពិសោធន៍កាលពីមុនទាំងអស់ប៉ុន្តែនៅពេលហ្នឹងអូនចុងគាត់ដូចជាអត់ខ្វល់នោះទេគាត់ក៏ចង់ដើរចេញពីកន្លែងហ្នឹងលោកតា Havando គាត់ក៏បន្តទៀតតែឯងចង់ជួបជាមួយនឹងម្ដាយរបស់ឯងដែរឬទេហ្នឹងហើយនេះហើយជាមូលហេតុដែលតួឯកប្រុសរបស់យើងគាត់បានយក Chenny ទៅដូរជាមួយនឹងឯកសារប្រវត្តិរូបរបស់គាត់នៅក្នុងឯកសារបានបញ្ជាក់ថាឪពុករបស់គាត់បានស្លាប់បាត់ទៅហើយគាត់មានតែម្ដាយតែប៉ុណ្ណោះអ្នកដែលនៅក្នុងរូបថតនឹងហើយគឺជាម្ដាយរបស់គាត់និយាយទៅតាំងពីអូនចុងបានធំនឹងក្តីមកវាគឺជាលើកទី1ឯដែលគាត់បានឃើញម្ដាយរបស់គាត់ប៉ុន្តែមិនបានឃើញផ្ទាល់នោះទេឃើញត្រឹមតែរូបថតតែប៉ុណ្ណោះអូនចុងគាត់កំពុងតែអង្គុយមើលរូបថតស្រាប់តែ Chenny បាន teleport ចូលមកក្នុងបន្ទប់របស់គាត់ផ្លឹប Chenny នាងក៏ដើរចូលទៅកបួយកៅអៅរបស់អូនចុងហើយសួរគាត់ថាហេតុអីបានជាគាត់ធ្វើអញ្ចឹងដាក់នាងអូនចុងគាត់ក៏តបត្រឡប់មកវិញគាត់មិនសុំទោស Chenny នោះទេហើយគាត់ក៏គ្មានពីអីត្រូវបកស្រាយដែរ Chenny ក៏បន្តទៀតអញ្ចឹងតើបានជាលោកព្យាយាមធ្វើល្អជាមួយនឹងពួកខ្ញុំគឺលោកចង់យកខ្ញុំទៅឲ្យគេអញ្ចឹងសោះហើយកន្លែងហ្នឹង Chenny គឺនាងស្ដាយក្រោយខ្លាំងមែនទែននៅទឹកចិត្តដែលនាងមានចំពោះអូនចុងបន្ទាប់មក Chenny ក៏បានសុំឲ្យអូនចុង teleport ទៅវិញជាមួយនាងដើម្បីជួយនាងដោយសារតែនាងបានដឹងថាបន្តិចទៀតនាងនឹង teleport ត្រឡប់ទៅវិញហើយ Chenny ក៏បានសួរអូនចុងផងដែរថាបើសិនជាគាត់យកនាងទៅឲ្យគេទៅហើយចាំបាច់ដាក់កាហ្វេចូលទៅក្នុងកប៉ៅរបស់នាងធ្វើអី
សាច់រឿងក៏បានកាត់មកក្រោយវិញបន្តិចនៅពេលដែលអូនចុងគាត់បានចាក់ថ្នាំចូលទៅក្នុងខ្លួនរបស់ឆេនីនៅពេលហ្នឹងគាត់បានដាក់កាហ្វេពីកញ្ចប់ចូលទៅក្នុងកប៉ាអាវរបស់នាងប៉ុន្តែអូនចុងក៏រត់បានឆ្លើយនឹងសំណួររបស់ឆេនីនោះទេក៏ធ្វើឲ្យឆេនីខឹងសម្បាជាមួយគាត់ខ្លាំងមែនទែននាងក៏ងាកមុខចេញអ្នកទាំងអស់គ្នាមិនឃើញទឹកអីមកតក់ស្រក់ចេញពីផ្ទៃមុខរបស់ឆេនីអត់រួចហើយឆេនីក៏បាន teleport ចេញពីកន្លែងហ្នឹងបាត់ទៅចំណែកឯទឹកមកតក់ដែលស្រក់ចេញពីផ្ទៃមុខរបស់ឆេនីហ្នឹងក៏មកប៉ះជាមួយនឹងផ្ទៃមុខរបស់អូនចុងដែលមើលមកផ្លែទៅហាក់ដូចជាអូនចុងគាត់បានស្រក់ទឹកភ្នែកអញ្ចឹងតែអ្នកទាំងអស់គ្នាសាកទាយមើលថាវាគឺជាទឹកភ្នែកឬមួយក៏ជាអីគេហើយឈុតហ្នឹងក៏កាត់មកកន្លែងឆេនីដែលនាងបាន teleport ត្រឡប់មកវិញហើយឆេនីនាងបានស្ដាយក្រោយខ្លាំងមែនទែនដែលនាងអត់បានចាប់អូនចុងឲ្យ teleport មកជាមួយនាងនៅពេលហ្នឹងនាងក៏បានយកដៃរបស់នាងទៅស្ទាបច្រមុះរបស់នាងហើយនិយាយថាហេតុអីបានជាច្រមុះរបស់នាងចេញសបោច្រើនម្ល៉េះដែលសបញ្ជាក់ឲ្យឃើញថាទឹកដែលបានចេញពីផ្ទៃមុខរបស់នាងហើយទៅប៉ះជាមួយនឹងផ្ទៃមុខរបស់អូនចុងវាមិនមែនជាទឹកភ្នែកនោះទេវាគឺជាសបោរបស់នាងបន្តមកក៏មានមនុស្សម្នាក់បានយកដបងវាយក្បាលរបស់នាងក៏ធ្វើឲ្យនាងស្លាប់បាត់ទៅហើយអ្នកដែលបានវាយក្បាលរបស់នាងនោះគឺជាលោកតាហាវ៉ាន់ដូហ្នឹងឯងនៅពេលដែលឆេនីភ្ញាក់ដឹងខ្លួនមកវិញគឺនាងកំពុងតែដេកនៅលើគ្រែហើយគេបានយកនាងទៅធ្វើការពិសោធន៍បន្តទៀតហើយនៅពេលហ្នឹងលោកតាហាវ៉ាន់ដូក៏បានប្រាប់កូនចៅរបស់គាត់ឲ្យចាក់ថ្នាំឲ្យឆេនីទៀតទី1គឺចាក់ដើម្បីកុំឲ្យនាងមានកម្លាំងហើយទី2គឺចាក់ដើម្បីកុំឲ្យបេះដូងរបស់នាងលោតញាប់បន្តមកលោកតាហាវ៉ាន់ដូក៏និយាយទៅកាន់ឆេនីថាកាលពីមុនលោកយាយរបស់ឆេនីគឺជាអ្នកឧបត្ថម្ភឲ្យគាត់ធ្វើការពិសោធន៍ទៅលើក្មេងៗហើយក្មេងដែលគាត់យកទៅពិសោធន៍នោះពួកគេក៏ចាប់ផ្ដើមរងផលប៉ះពាល់ធ្វើឲ្យពួកគេឈឺមកដល់សប្តាហ៍ថ្ងៃដូច្នេះហើយបានជាគាត់យក Cheney មកធ្វើការពិសោធន៍នៅពេលណាដែលការពិសោធន៍របស់គាត់ទទួលបានជោគជ័យគាត់នឹងយកការពិសោធន៍របស់គាត់ទៅព្យាបាលក្មេងទាំងនោះវិញបើស្ដាប់មកផ្លែទៅហាក់ដូចជាលោកតា Havando គាត់គឺជាមនុស្សល្អខ្លាំងណាស់អញ្ចឹងតាមពិតទៅគាត់គ្រាន់តែនិយាយពលួង Cheney ដើម្បីឲ្យនាងយល់ព្រមឲ្យគាត់ធ្វើការពិសោធន៍ទៅលើនាងតែប៉ុណ្ណោះបើនិយាយសួរស្ដាប់ទៅគឺគាត់ចង់ឲ្យ Cheney លះបង់ជីវិតរបស់នាងដើម្បីការពិសោធន៍របស់គាត់ដោយគាត់បានប្រាប់ Cheney ទៀតថាការពិសោធន៍របស់គាត់មួយនឹងអាចនឹងជួយជីវិតមនុស្សបានច្រើនដែលបានរងផលប៉ះពាល់កាលពី20ឆ្នាំមុនមួយទៀតការពិសោធន៍កាលពី20ឆ្នាំមុនដែលធ្វើឲ្យមានផលប៉ះពាល់ទៅដល់មនុស្សជាច្រើនគឺដោយសារតែលោកយាយរបស់ Cheney នឹងចង់ជួយជីវិត Cheney អញ្ចឹងហើយនាងគួរតែលះបង់ជីវិតរបស់នាងនៅពេលនេះដើម្បីសងនៅអ្វីដែលលោកយាយរបស់នាងបានធ្វើកាលពីអតីតកាលហើយដោយសារតែពាក្យបញ្ចុះបញ្ចូលរបស់លោកតា Havando នៅកន្លែងហ្នឹងក៏ធ្វើឲ្យ Cheney សម្រេចចិត្តថានាងសុខចិត្តលះបង់ជីវិតខ្លួនឯងដើម្បីជួយអ្នកដទៃបន្តមកសាច់រឿងក៏បានកាត់មកកន្លែងកយ៉ុងហ៊ុនវិញគាត់កំពុងតែប្រាប់ប្រពន្ធកូនរបស់គាត់ឲ្យរៀបចំអីវ៉ាន់រត់គេចខ្លួនចេញពីកន្លែងហ្នឹងអញ្ចឹងហើយប្រពន្ធរបស់គាត់ក៏សួរថាតើមានរឿងអីកើតឡើងមែនហេតុអីបានជាគាត់ធ្វើភ័យអញ្ចឹងកយ៉ុងហ៊ុនគាត់ក៏និយាយរឿងដែលបានកើតឡើងទាំងប្រមាណប្រាប់ប្រពន្ធកូនរបស់គាត់ក៏ប៉ុន្តែប្រពន្ធកូនរបស់គាត់អត់បានជឿពីសម្ដីរបស់គាត់នោះទេដល់ថ្នាក់ប្រពន្ធកូនរបស់គាត់និយាយទៅកាន់គាត់ថាគាត់ក្រឡើងវែងវាន់អស់ហើយបានជានិយាយពាក្យប្លែកៗអញ្ចឹងហើយចោះតើហេតុអីបានជាកយ៉ុងហ៊ុនគាត់ចង់នាំប្រពន្ធកូនរបស់គាត់រត់គេចខ្លួនចេញពីកន្លែងហ្នឹងគឺដោយសារតែគាត់ខ្លាចថាគេនឹងមកចាប់គាត់យកទៅធ្វើការពិសោធន៍ដូចជា Cheney អញ្ចឹងដែរឥឡូវយើងងាកមកមើល Cheney វិញនាងកំពុងតែនិយាយតែម្នាក់ឯងថាបើសិនជានាងស្លាប់ហើយអាចជួយជីវិតមនុស្សបានច្រើនគឺនាងសុខចិត្តស្លាប់ស្រាប់តែពេលហ្នឹង Cheney បានឮសំឡេងរបស់ Churan និយាយជាមួយនាងដោយ Churan បាននិយាយថា Cheney គិតអញ្ចឹងល្អហើយគឺ Cheney គួរតែលះបង់ជីវិតដើម្បីសងនៅអ្វីដែលលោកយាយរបស់នាងបានធ្វើកាលពី20ឆ្នាំមុនហើយកន្លែងហ្នឹងបានធ្វើឲ្យ Cheney ឆ្ងល់ខ្លាំងមែនទែនថាតើពីណាគេកំពុងតែនិយាយជាមួយនាងហ្នឹងហើយអ្នកដែលកំពុងតែនិយាយជាមួយ Cheney គឺជា Churan ដោយដែលខ្ញុំបានប្រាប់អញ្ចឹងនៅកន្លែងហ្នឹងគឺ Churan បានប្រើប្រាស់សមត្ថភាពពិសេសរបស់នាងដើម្បីតាក់ទងនិយាយគ្នាជាមួយនឹង Cheney នៅពេលហ្នឹង Churan ក៏សួរ Cheney ថាតើ Cheney ហ៊ានលះបង់ជីវិតដើម្បីជួយពួកនាងដែរអត់ហើយសាច់រឿងក៏បានកាត់មកកន្លែងលោកយាយរបស់ Cheney វិញម្ដងគឺគាត់កំពុងតែមកផ្ទះរបស់លោកតាសុនយូដើម្បីជួបនិយាយគ្នាជាមួយលោកតាសុនយូជំនួយការរបស់លោកតាសុនយូក៏ប្រាប់គាត់ថាលោកតាសុនយូបានចេញទៅក្រៅប្រទេសបាត់ហើយកំពុងតែនិយាយគ្នានឹងជនមកគាត់ក៏បានទេមកដោយគាត់បានប្រាប់លោកយាយរបស់ Cheney ថាគាត់បានឃើញលោកតាសុនយូហើយដែលលោកតាសុនយូកំពុងតែនៅព្រះវិហារជីវិតអមតៈវាគឺជាកន្លែងមន្ទីរពិសោធន៍របស់លោកតា Havando នឹងឯងហើយសាច់រឿងក៏បានកាត់មកកន្លែង Robin ហើយនឹងកយ៉ុងហ៊ុនវិញដែល Robin គាត់កំពុងតែធ្វើការទេទៅ Cheney ប៉ុន្តែគាត់ទេអត់ចូលសោះអញ្ចឹងហើយកយ៉ុងហ៊ុនគាត់ក៏ប្រាប់ Robin តែម្ដងទៅថាកាលពីយប់មិញហ្នឹងគឺ Cheney ត្រូវបានចាប់ខ្លួនបាត់ហើយបើតាមគាត់មើល logo នៅលើអាវរបស់ពួកគេគឺជាក្រុមមនុស្សនៅក្នុងព្រះវិហារជីវិតអមតៈមិនត្រឹមតែប៉ុណ្្នឹងទេគាត់ក៏បានឃើញអ៊ុនចុងសហការជាមួយនឹងពួកគេផងដែរពីដំបូង Robin គាត់អត់ជឿទេគាត់ស្មានតែកយ៉ុងហ៊ុននឹងនិយាយលេងជាមួយនឹងគាត់អញ្ចឹងហើយកយ៉ុងហ៊ុនក៏បន្តទៀតឲ្យ Robin មើលមាត់គាត់ឲ្យច្បាស់គឺគាត់និយាយពិតមែនថា Cheney ត្រូវបានគេចាប់ខ្លួនបាត់ហើយ Robin គាត់ក៏បន្តបើសិនជាអញ្ចឹងមែនពួកយើងត្រូវតែទៅជួយ Cheney កយ៉ុងហ៊ុនក៏តបមកវិញថាពួកយើងមិនអាចធ្វើអីបានទេដោយសារតែ Wonderkinder សុទ្ធតែមានសមត្ថភាពពិសេសទាំងអស់ Robin គាត់ក៏តបទៅកាន់កយ៉ុងហ៊ុនវិញបើសិនជាកយ៉ុងហ៊ុនកំសាកមិនហ៊ានទៅទេទុកឲ្យគាត់ទៅម្នាក់ឯងក៏បានដែរហើយយើងងាកមកមើលអ៊ុនចុងវិញម្ដងក្រោយពេលដែលគាត់បកគល Cheney ឲ្យតែលោកតា Havando ហើយគាត់ក៏រៀបចំអីវ៉ាន់ចង់ទៅរស់នៅកន្លែងផ្សេងនៅពេលហ្នឹងគាត់ក៏ឈរសម្លឹងអីវ៉ាន់មួយចំនួនដែល Cheney បានយកមកផ្ទះរបស់គាត់ផងដែរហើយគ្រាន់តែអ៊ុនចុងរៀបដង្ដើរចេញទៅក្រៅ Robin គាត់ក៏ទម្លាយទ្វារចូលមកតែម្ដងបន្ទាប់មក Robin គាត់ក៏ចាប់ក្បួយកអាវរបស់អ៊ុនចុងហើយសួរអ៊ុនចុងថាតើ Cheney កំពុងទៅនៅកន្លែងណា
ប៉ុន្តែអូនចុងអត់បានឆ្លើយនឹងសំណួររបស់ Robin ទេគាត់បានប្រើកម្លាំងរបស់គាត់ទាញវេលាឲ្យទៅបុកជើងរបស់ Robin គាត់ធ្វើឲ្យពួកគាត់ទាំងពីរនាក់ដួលប្រកាច់ប្រកិននៅកន្លែងហ្នឹងតែម្ដងទៅបន្ទាប់មកអូនចុងគាត់ក៏ប្រើប្រាស់កម្លាំងរបស់គាត់ទប់ Robin កុំឲ្យ Robin ដើរសម្ដៅមករកគាត់ទៀតក៏ប៉ុន្តែកម្លាំងរបស់គាត់មិនអាចទប់ Robin បានទេ Robin នៅតែបន្តដើរចូលមករកគាត់អញ្ចឹងនៅពេលដែលពួកគេទាំងពីរនាក់កំពុងតែតតាំងគ្នាលោកយាយរបស់ Cheney ក៏បានទេមកអូនចុងដោយគាត់បានប្រាប់អូនចុងថាគាត់ចង់ជួបនិយាយគ្នាជាមួយអូនចុងនៅពេលដែលអូនចុងបានមកដល់ផ្ទះរបស់លោកយាយ Cheney គាត់ក៏ប្រាប់ឲ្យអូនចុងនៅក្នុងបន្ទប់របស់ Cheney ចាំគាត់បន្តិចសិនហើយកំឡុងពេលដែលរងចាំអូនចុងគាត់ក៏បានឃើញសំណេររបស់ Cheney ដែលសរសេរទុកនៅលើអញ្ចាំងទី1គឺនាងចង់ឡើងទៅលើភ្នំមួយដែលមានឈ្មោះថា Kili Majuru ទី2គឺនាងចង់ទៅមើលពន្លឺ Aurora ទី3គឺនាងចង់ជួបជាមួយនឹងក្រុម Hallucin ហើយទី4 Cheney ចង់មានស្នាមថើបចំកញ្ចប់មាត់ចំណែកក្តីប្រាថ្នាចុងក្រោយគឺនាងចង់មានជីវិតលើសអាយុ30ឆ្នាំហ្នឹងហើយពេលដែលគាត់បានឃើញក្តីប្រាថ្នារបស់ Cheney ទាំងអស់ហើយក៏ធ្វើឲ្យគាត់នឹងរៀងសពូនចិត្តបន្តិចដែរហើយសាច់រឿងក៏កាត់មកកន្លែង Cheney វិញដែលនាងកំពុងតែសួរទៅកាន់លោកតា Havondo ថាតើអូនចុងមានរងផលប៉ះពាល់ពីការពិសោធន៍កាលពី20ឆ្នាំមុនដែរអត់ហើយបើសិនជានាងយល់ព្រមលះបង់ជីវិតរបស់នាងថាតើអូនចុងអាចនឹងជាសះស្បើយដែរអត់លោកតា Havondo ក៏តបគឺនាងបានជួយគេរួចហើយដោយសារតែអូនចុងបានយកនាងមកឲ្យខ្ញុំបានប្រាប់ពីទីតាំងដែលម្ដាយរបស់គេកំពុងតែរស់នៅបានឮចម្លើយរបស់លោកតា Havondo រួចហើយ Cheney ក៏និយាយតែម្នាក់ឯងបើសិនជាអញ្ចឹងពិតមែនខ្ញុំមិនអាចខឹងជាមួយនឹងគេបានទេហើយយើងងាកមកមើលអូនចុងវិញលោកយាយរបស់ Cheney ហៅអូនចុងឲ្យមកជួបគាត់នឹងគឺដើម្បីញ៉ាំបាយមួយពេលជាមួយគ្នាលោកយាយ Cheney គាត់ក៏និយាយទៀតថាគឺ Cheney ជាអ្នកប្រាប់គាត់ថាអូនចុងគឺជា Wonderkinder មិនត្រឹមតែប៉ុណ្្នឹងទេលោកយាយរបស់ Cheney ក៏បានធ្វើការសំទោសទៅកាន់អូនចុងចំពោះរឿងដែលបានកើតឡើងកាលពី20ឆ្នាំមុនចំណែកឯម្ហូបដែលគាត់បានរៀបចំនៅលើតុទាំងប្រមាណហ្នឹងវាគឺជាការសំទោសដែលចេញពីចិត្តរបស់គាត់តែម្ដងប៉ុន្តែអូនចុងអត់ព្រមទទួលយកការសំទោសពីលោកយាយរបស់ Cheney នោះទេគាត់ចង់ត្រឡប់ទៅវិញទៅហើយលោកយាយរបស់ Cheney ក៏សួរគាត់ថាតើ Cheney កំពុងតែនៅកន្លែងណាហើយអូនចុងបានបកគល Cheney ឲ្យទៅលោកតា Havondo ហើយមែនអត់អូនចុងគាត់ក៏តបបើទោះបីជាគាត់ប្រាប់ក៏យឺតពេលដែរក្រោយពេលដែលនិយាយគ្នាជាមួយលោកយាយរបស់ Cheney ហើយអូនចុងគាត់ក៏ដើរចេញមកខាងក្រៅចំណែក Robin ហើយនិងកយ៉ុងហ៊ុនក៏ដើរមកតាមគឺពួកគេទាំងពីរនាក់ស្នើសុំឲ្យអូនចុងជួយពួកគេនាំ Cheney ត្រឡប់មកវិញហើយសាច់រឿងក៏បានកាត់មកកន្លែងលោកតាសុនយូវិញម្ដងលោកតាម្នាក់ហ្នឹងហើយជាអ្នកជួយ Havondo ឲ្យចេញពីពន្ធនាគារសាច់រឿងក៏កាត់ត្រឡប់មកក្រោយវិញបន្តិចនៅពេលដែលអូនចុងរៀបនឹងដើរចេញពីផ្ទះលោកយាយរបស់ Cheney អូនចុងគាត់បាននិយាយថាមូលហេតុដែលគាត់បកគល Cheney ឲ្យទៅលោកតា Havondo គឺដោយសារតែគាត់ចង់រស់នៅបែបជីវិតធម្មតាជាមួយនឹងម្ដាយរបស់គាត់មួយវិញទៀតរឿងដែលបានកើតឡើងទាំងអស់គឺសុទ្ធតែដោយសារតែ Cheney អញ្ចឹងហើយ Cheney គួរតែទទួលខុសត្រូវខ្លួនឯងទៅបានលើពាក្យសម្ដីរបស់អូនចុងហើយលោកយាយរបស់ Cheney អត់បានខឹងជាមួយនឹងគាត់នោះទេលោកយាយរបស់ Cheney ក៏និយាយទៅកាន់អូនចុងវិញរឿងដែលបានកើតឡើងទាំងប្រមាណសុទ្ធតែជាកំហុសរបស់គាត់ទាំងអស់ហ្នឹងហើយសាច់រឿងក៏បានកាត់មកកន្លែងអូនចុងដែលគាត់កំពុងតែនៅជាមួយនឹង Robin ហើយនិងកយ៉ុងហ៊ុនដែលពួកគេទាំងពីរនាក់កំពុងតែធ្វើការអង្វរកឲ្យអូនចុងទៅជួយ Cheney វិញអញ្ចឹងហើយអូនចុងក៏បានទៅលោកយាយរបស់ Cheney ដោយបានប្រាប់លោកយាយរបស់ Cheney ថាគាត់ត្រូវការមនុស្ស200នាក់ហើយបើសិនជាបានច្រើនជាង200នាក់កាន់តែល្អដែលមានន័យថាអូនចុងគាត់ព្រមទៅជួយ Cheney ត្រឡប់មកវិញហើយបន្ទាប់មកអូនចុងគាត់ក៏ពិនិត្យមើលប្លង់ព្រះវិហារជីវិតអមតៈដើម្បីឲ្យដឹងពីច្រកចេញចូលមុនពេលដែលគាត់ទៅជួយ Cheney ហ្នឹងហើយក្រោយពេលដែលពិនិត្យមើលហើយនឹងរៀបចំផែនការរួចហើយពួកគេក៏ចាប់ផ្ដើមស្លៀកពាក់និងរៀបចំអីវ៉ាន់ដើម្បីចេញទៅជួយ Cheney ហើយសាច់រឿងក៏បានកាត់មកកន្លែងលោកតា Havondo វិញម្ដងលោកតា Havondo គាត់បានយកឈាមរបស់ Cheney ទៅលាយជាមួយនឹងសារធាតុគីមីហើយចាក់ចូលទៅក្នុងសត្វក្តោបន្ទាប់មកគាត់ក៏បានចាក់ថ្នាំមួយទៀតដើម្បីសម្លាប់សត្វក្តោហ្នឹងដោយគាត់បានទុកវាចោលហើយវាក៏មានជីវិតឡើងមកវិញសាច់រឿងក៏កាត់មកកន្លែងពួកគេ3នាក់នេះវិញពួកគេទាំង3នាក់ពិតជាឆ្ងល់ខ្លាំងមែនទែនហេតុអីបានជានៅសុកលោកតា Havondo ឲ្យពួកគេទាំង3នាក់នៅក្នុងបន្ទប់មិនឲ្យពួកគេចេញទៅក្រៅហើយថែមទាំងមានអ្នកយាមទៀតនៅពេលហ្នឹងជូរ៉ានក៏និយាយថាគឺដោយសារតែលោកតា Havondo បានរកឃើញក្មេងជីវិតអមតៈហើយប៉ុន្តែពួកគេនៅតែឆ្ងល់ថាហេតុអីបានជាលោកតា Havondo ព្យាយាមលាក់បាំងជាមួយនឹងពួកគេដែលធ្វើឲ្យពួកគេចាប់ផ្ដើមមានការសង្ស័យទៅលើលោកតា Havondo ហើយពួកគេកំពុងតែនិយាយគ្នាស្រាប់តែឃើញលោកតា Havondo ដើរចូលមកអញ្ចឹងហើយដើម្បីដឹងការពិតជូរ៉ានក៏បានបញ្ជាខួរក្បាលរបស់លោកតា Havondo ឲ្យគាត់និយាយការពិតប្រាប់ពួកគេអ្វីដែលសំខាន់គឺជូរ៉ានមិនអាចបញ្ជាខួរក្បាលរបស់លោកតា Havondo បាននោះទេលោកតា Havondo គាត់ក៏ដើរចូលទៅនិយាយជាមួយនឹងជូរ៉ានដោយគាត់បាននិយាយថាគាត់បានចាត់ទុកជូរ៉ានដូចជាកូនស្រីប្រកើតរបស់គាត់អញ្ចឹងដូច្នេះហើយកុំឲ្យនាងមានការសង្ស័យមកលើគាត់លើកហ្នឹងគឺគាត់អត់ស្ដីបន្ទោសឲ្យនាងនោះទេប៉ុន្តែកុំឲ្យមានលើកក្រោយឲ្យសោះហើយសាច់រឿងក៏បានកាត់មកខាងក្រៅព្រះវិហារវិញម្ដងមានមនុស្សច្រើនខ្លាំងមែនទែនកំពុងតែធ្វើការតវ៉ាឲ្យបិទព្រះវិហារមួយហ្នឹងអ្នកដែលមកតវ៉ាហ្នឹងបាននិយាយថាព្រះវិហារមួយហ្នឹងបានពង្វក់បងប្អូនរបស់ពួកគេដែលធ្វើឲ្យបងប្អូនរបស់ពួកគេហ្នឹងឆ្លុះអំវែងអស់ហើយប៉ុន្តែធៀបពិតទៅមិនមែនអញ្ចឹងទេមនុស្សដែលកំពុងតែធ្វើការតវ៉ានៅខាងក្រៅពួកគេសុទ្ធតែជាក្រុមមនុស្សដែលលោកយាយរបស់ Cheney ជាអ្នកហៅមកហើយចោះតើពួកគេមកធ្វើការតវ៉ាអញ្ចឹងធ្វើអីគឺដោយសារតែអូនចុងគាត់បានរៀបចំផែនការឲ្យក្រុមមនុស្សទាំងនោះធ្វើការចលាចលនៅខាងមុខដើម្បីប្រវែងដានក្រុមមនុស្សរបស់លោកតា Havondo ចំណែកឯក្រុមរបស់គាត់វិញឆ្លៀតឱកាសហ្នឹងចូលទៅជួយ Cheney យើងងាកមកមើល Cheney វិញនាងបានដេកលក់អស់មួយសន្ទុះហើយគ្រាន់តែនាងភ្ញាក់ដឹងខ្លួនមកវិញស្រាប់តែបានឃើញលោកតាសុនយូមកដេកនៅក្បែរនាងលោកតាសុនយូគាត់បានដឹងថាខ្លួនគាត់នឹងមានជំងឺចិត្តស្លាប់ហើយជាមូលហេតុដែលគាត់ត្រូវការបេះ
បេះដូងក្មេងជីវិតអមតៈរស់បន្តទៀតនេះហើយជាមូលហេតុដែលគាត់ទៅដោះលែងលោកតាហាវ៉ាន់ដូឲ្យលោកតាហាវ៉ាន់ដូទៅតាមរកក្មេងជីវិតអមតៈវះយកបេះដូងមកដាក់ចូលទៅក្នុងខ្លួនរបស់គាត់ឆេនីក៏សួរទៅកាន់លោកតាហាវ៉ាន់ដូថាហេតុអីបានជាលោកតាចាស់ហ្នឹងមកដេកនៅក្បែរនាងធ្វើអីលោកតាហាវ៉ាន់ដូក៏តបគឺគាត់នឹងវះយកបេះដូងរបស់ឆេនីទៅដាក់ឲ្យលោកតាវ័យចំណាស់ម្នាក់ហ្នឹងដើម្បីរស់បន្តទៀតក៏ធ្វើឲ្យឆេនីបានដឹងថាតាមពិតទៅលោកតាហាវ៉ាន់ដូអត់បានយកនាងមកធ្វើការពិសោធន៍ដើម្បីជួយជីវិតអ្នកដែលរងផលប៉ះពាល់ពីការពិសោធន៍កាលពី20ឆ្នាំមុននោះទេគឺគាត់ត្រូវការបេះដូងក្មេងជីវិតអមតៈដែលកំពុងទៅនៅក្នុងខ្លួនរបស់នាងដាក់ចូលទៅក្នុងខ្លួនរបស់លោកតាសុនយូក្រោយពេលដែលបានដឹងរឿងទាំងអស់ហ្នឹងហើយឆេនីក៏និយាយថាខ្ញុំមិនទាន់ចង់ស្លាប់ទេប៉ុន្តែលោកតាហាវ៉ាន់ដូគាត់អត់ខ្វល់នោះទេគាត់បានប្រាប់ឲ្យកូនចៅរបស់គាត់វះយកបេះដូងរបស់នាងចេញមកមិនទាន់តែបានធ្វើការវះកាត់ផងស្រាប់តែកបិតដែលនៅលើតុទាំងប្រមាណហ្នឹងហោះឡើងមកខាងលើនិងធ្វើការភ្ជង់ទៅមនុស្សគ្រប់គ្នាដែលកំពុងតែឈរនៅក្បែរហ្នឹងហើយមានពីណាទៀតគឺតួឯកប្រុសរបស់យើងហ្នឹងហើយគាត់គឺជាអ្នកធ្វើរួចហើយគាត់ក៏បានប្រើកម្លាំងទាញយកក្រែរបស់ឆេនីឲ្យមកក្បែរគាត់ឆេនីនាងយំបដាលសឡឹងទៅមើលមុខតួឯកប្រុសយើងបដាលតែទឹកមុខរបស់នាងសបញ្ជាក់ឲ្យឃើញថាគឺនាងអន់ចិត្តជាមួយនឹងតួឯកប្រុសរបស់យើងខ្លាំងមែនទែនខំមានចិត្តធ្វើល្អដាក់គាត់ប៉ុណ្្នឹងហើយនៅគាត់យកនាងមកឲ្យគេទៀតហ្នឹងហើយរឿងដែលកន្លងហួសឲ្យវាកន្លងហួសទៅឥឡូវហ្នឹងគាត់បានត្រឡប់មកជួយនាងវិញហើយចំណែកឯរ៉ូប៊ីនហើយនឹងកយ៉ុងហ៊ុនពួកគេទាំងពីរនាក់ក៏មកដល់កន្លែងហ្នឹងដែរនៅពេលហ្នឹងលោកតាហាវ៉ាន់ដូក៏បញ្ជាឲ្យកូនចៅរបស់គាត់បាញ់ស្រោចទៅលើពួកគេហើយអូនចុងដែលកំពុងតែនៅកន្លែងហ្នឹងក៏ប្រើប្រាស់កម្លាំងរបស់គាត់ទប់ទល់ជាមួយនឹងគ្រាប់កាភ្លើងរបស់ពួកគេវិញចំណែកឯរ៉ូប៊ីនវិញគាត់មានកម្លាំងខ្លាំងគាត់ក៏ចាប់បោះកយ៉ុងហ៊ុនឡើងទៅខាងលើទៅប្រយុទ្ធជាមួយនឹងពួកគេតែម្ដងពួកគេទាំង3នាក់កំពុងតែប្រយុទ្ធជាមួយនឹងក្រុមមនុស្សរបស់លោកតាហាវ៉ាន់ដូចំណែកឆេនីវិញគឺនាងអង្គុយនៅលើក្រែធម្មតាព្រោះថាគេចាក់ថ្នាំឲ្យនាងច្រើនពេកយោក្រោយពេលដែលវាយគ្នាជាមួយនឹងកូនចៅរបស់លោកតាហាវ៉ាន់ដូរួចហើយអូនចុងគាត់ក៏ដើរសម្ដៅទៅរកឆេនីតែម្ដងស្មានទៅដើរចូលទៅធ្វើអីតាមពិតទៅដើរចូលទៅថើបកញ្ចប់មាត់របស់ឆេនីសោះហើយមូលហេតុដែលអូនចុងគាត់ថើបកញ្ចប់មាត់របស់ឆេនីគឺដោយសារតែគាត់បានដឹងថាពេលដែលគាត់ថើបមាត់របស់នាងបេះដូងរបស់នាងនឹងលោតលឿនមួយវិញទៀតគាត់ក៏ជួយបំពេញក្តីប្រាថ្នាឲ្យនាងផងដែរគឺនាងចង់មានគេថើបចំកញ្ចប់មាត់របស់នាងហើយឥឡូវហ្នឹងក្តីប្រាថ្នារបស់នាងបានខ្លាយទៅជាការពិតហើយគាត់ធ្វើឲ្យកយ៉ុងហ៊ុនហើយនឹងរ៉ូប៊ីនឆ្ងល់ខ្លាំងមែនទែនហើយចុះពួកគេទាំងពីរនាក់មកថើបគ្នាអីនៅពេលហ្នឹងហើយគ្រាន់តែអូនចុងថើបឆេនីភ្លាមឆេនីក៏ teleport ចេញពីកន្លែងហ្នឹងបាត់ទៅកន្លែងហ្នឹងក៏ធ្វើឲ្យខ្ញុំឆ្ងល់បន្តិចដែរថើបកញ្ចប់មាត់សោះមានអីពាក់ព័ន្ធជាមួយបេះដូងហើយមិនបានបេះដូងវាប្រកាច់ទៅលោតញាប់ធ្វើអីឆេនីបាន teleport ចេញពីកន្លែងហ្នឹងបាត់ហើយប៉ុន្តែពួកគេទាំង3នាក់នេះវិញនៅមិនទាន់រួចខ្លួនទេគឺពួកគេត្រូវតតាំងជាមួយនឹង Wonder Kinderson កាលពីលើកមុន Palho មិនអាចធ្វើឲ្យ Robin បានទេចាំមើលថាតើលើកហ្នឹងគាត់អាចធ្វើឲ្យ Robin បានអត់ចំណែកឯ Cheni វិញគឺនាងបាន teleport ចូលមកក្នុងបន្ទប់របស់អូនចុងហើយនាងកំពុងតែអង្គុយគិតអំពីរឿងដែលអូនចុងថើបចំកញ្ចប់មាត់របស់នាងវាគឺជាលើកទី1ឯងដែលនាងត្រូវបានគេថើបអញ្ចឹងហើយ Cheni មិនអាចទុកពួកគេទាំង3នាក់ចោលបាននោះទេគឺនាងបានរៀបចំខ្លួនឡើងស្អាតហើយក៏ teleport ត្រឡប់ទៅវិញតែម្ដងហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តជាមួយនឹងការសម្រាយរបស់ខ្ញុំកុំភ្លេចជួយ comment ឲ្យខ្ញុំម្នាក់មួយផងហើយរឿង The Wonderful ភាគទី6របស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់ទៅត្រឹមហ្នឹងចាំជួបគ្នានៅវីដេអូក្រោយស្រឡាញ់អ្នកទាំងអស់គ្នាពេញបេះដូងបាយបាយ